ប្រជាពលរដ្ឋនៅជិតនោះបានសហការគ្នាយ៉ាងស្វាហាប់នាំយកក្មេងប្រុសរូបនោះត្រឡប់មកកាន់ឆ្នេរដោយសុវត្ថិភាពតាមរយៈវីដេអូដែលគេបង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃទី28កក្កដា2026គឺទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជនចំពោះភាពក្លាហាននិងកិច្ចអន្តរាគមន៍ទាន់ពេលវេលារបស់ក្រុមសង្គ្រោះរូបភាពដ៏អស្ចារ្យឆ្មាំឆ្នេរសមុទ្រប្រថុយជីវិតជួយសង្គ្រោះក្មេងប្រុសម្នាក់ពីជំនោររលកសមុទ្រយ៉ាងសាហាវនៅកាលីហ្វ័រញ៉ាទស្សនភាពដ៏រន្ធត់និងរំភើបមួយបានកើតឡើងនៅលើឆ្នេរសមុទ្រនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកនៅពេលដែលក្មេងប្រុសម្នាក់ត្រូវបានជំនោររលកសមុទ្របោកបក់យ៉ាងខ្លាំងនិងទាញយកទៅកាន់ផ្ទៃទឹកជ្រៅនៅក្នុងវីដេអូដែលថតបានដោយផ្ទាល់បានបង្ហាញពីភាពក្លាហានរបស់ក្រុមឆ្មាំឆ្នេរសមុទ្រដែលបានស្ទុះហែលចូលទៅក្នុងទឹកសមុទ្រដែលមានរលកបោកបក់យ៉ាងខ្លាំងក្លាដើម្បីឈានទៅដល់ទីតាំងក្មេងប្រុសដែលកំពុងលិចលង់ទោះបីជាត្រូវប្រឈមមុខនឹងកម្លាំងទឹកបោកបក់យ៉ាងខ្លាំងយ៉ាងណាក៏ដោយក្រុមឆ្មាំឆ្នេរសមុទ្ររួមជាមួយប្រជាពលរដ្ឋនៅជិតនោះបានសហការគ្នាយ៉ាងស្វាហាប់នាំយកក្មេងប្រុសរូបនោះត្រឡប់មកកាន់ឆ្នេរដោយសុវត្ថិភាពតាមរយៈវីដេអូដែលគេបង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃទី28កក្កដា2026គឺទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជនចំពោះភាពក្លាហាននិងកិច្ចអន្តរាគមន៍ទាន់ពេលវេលារបស់ក្រុមសង្គ្រោះរូបភាពដ៏អស្ចារ្យឆ្មាំឆ្នេរសមុទ្រប្រថុយជីវិតជួយសង្គ្រោះក្មេងប្រុសម្នាក់ពីជំនោររលកសមុទ្រយ៉ាងសាហាវនៅកាលីហ្វ័រញ៉ាទស្សនភាពដ៏រន្ធត់និងរំភើបមួយបានកើតឡើងនៅលើឆ្នេរសមុទ្រនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកនៅពេលដែលក្មេងប្រុសម្នាក់ត្រូវបានជំនោររលកសមុទ្របោកបក់យ៉ាងខ្លាំងនិងទាញយកទៅកាន់ផ្ទៃទឹកជ្រៅនៅក្នុងវីដេអូដែលថតបានដោយផ្ទាល់បានបង្ហាញពីភាពក្លាហានរបស់ក្រុមឆ្មាំឆ្នេរសមុទ្រដែលបានស្ទុះហែលចូលទៅក្នុងទឹកសមុទ្រដែលមានរលកបោកបក់យ៉ាងខ្លាំងក្លាដើម្បីឈានទៅដល់ទីតាំងក្មេងប្រុសដែលកំពុងលិចលង់ទោះបីជាត្រូវប្រឈមមុខនឹងកម្លាំងទឹកបោកបក់យ៉ាងខ្លាំងយ៉ាងណាក៏ដោយក្រុមឆ្មាំឆ្នេរសមុទ្ររួមជាមួយប្រជាពលរដ្ឋនៅជិតនោះបានសហការគ្នាយ៉ាងស្វាហាប់នាំយកក្មេងប្រុសរូបនោះត្រឡប់មកកាន់ឆ្នេរដោយសុវត្ថិភាពតាមរយៈវីដេអូដែលគេបង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃទី28កក្កដា2026គឺទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជនចំពោះភាពក្លាហាននិងកិច្ចអន្តរាគមន៍ទាន់ពេលវេលារបស់ក្រុមសង្គ្រោះរូបភាពដ៏អស្ចារ្យឆ្មាំឆ្នេរសមុទ្រប្រថុយជីវិតជួយសង្គ្រោះក្មេងប្រុសម្នាក់ពីជំនោររលកសមុទ្រយ៉ាងសាហាវនៅកាលីហ្វ័រញ៉ាទស្សនភាពដ៏រន្ធត់និងរំភើបមួយបានកើតឡើងនៅលើឆ្នេរសមុទ្រនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកនៅពេលដែលក្មេងប្រុសម្នាក់ត្រូវបានជំនោររលកសមុទ្របោកបក់យ៉ាងខ្លាំងនិងទាញយកទៅកាន់ផ្ទៃទឹកជ្រៅនៅក្នុងវីដេអូដែលថតបានដោយផ្ទាល់បានបង្ហាញពីភាពក្លាហានរបស់ក្រុមឆ្មាំឆ្នេរសមុទ្រដែលបានស្ទុះហែលចូល